តើគ្នានឹងខ្ញុំរត់ដោយសារតែព័ត៌មាននេះទៅចេញចឹងសូមអានអ្នកនេះស្ដាប់ដែលចេញពីក្រសួងការពារជាតិរបស់យើងគឺសង្ខេបមកពីបន្តព្រំដែនកម្ពុជាថៃដែលគិតពីថ្ងៃទី15ធ្នូ2025នេះគិតពីម៉ោង4ទៀបភ្លឺព្រឹករហូតដល់ម៉ោង5ល្ងាចនេះគឺពួកយោធាថៃវាបានបន្តការវាយប្រហារមកលើកម្ពុជាដោយគិតម៉ោងដូចជាពីម៉ោង4:30នាទីទៀបភ្លឺនោះពួកយោធាថៃវាបានបាញ់កំភ្លើងធំមកគ្រប់គ្រងភូមិសាស្ត្រអូស្មាច់ហើយម៉ោង4:40នាទីគឺពួកយោធាថៃវាបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទខ្នាហើយម៉ោង5:40នាទីហ្នឹងគឺពួកយោធាថៃវាបានចល័តយុទ្ធក្រោះវាទៅខាងភូមិសាស្ត្រជប់អង្គុញនិងបានបាញ់ចូលផ្លោងទៅកាន់ភូមិសាស្ត្រប្រាសាទតមន់ធំផងដែរហើយម៉ោង5:45នាទីហ្នឹងពួកយោធាថៃវាបានបាញ់ចូលភូមិសាស្ត្រថ្មដូនហើយដល់ម៉ោង5:45នាទីទៀតហ្នឹងពួកយោធាថៃវាបានបាញ់ផ្លោងចូលទៅក្នុងភូមិសាស្ត្រប្រាសាទតាកបីហើយម៉ោង7:35នាទីពួកយោធាថៃបានបាញ់ផ្លោងចូលទៅកាន់ភូមិសាស្ត្រសម្រោងតំបន់ជាពលរដ្ឋនៅស៊ីវិលផងដែរហើយម៉ោង8:40នាទីពួកយោធាថៃវាបានបាញ់ផ្សែងពុលចូលទៅក្នុងប្រាសាទតាកបីអ្នកគ្នាគឺសាហាវមែនទែនគឺវាបាញ់ផ្សែងពុលហ្មងណានិយាយទៅពួកនេះគឺវាប្រើល្បិចបដ ாய் ហើយម៉ោង9:18នាទីហ្នឹងពួកយោធាថៃវាចាប់ផ្ដើមបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារនេះវាបាញ់ចូលប្រាសាទព្រះវិហារទៀតហើយម៉ោង18នាទីនិងម៉ោង11ហ្នឹងគឺពួកយោធាថៃវាបានប្រើយន្តហោះ F16 ហ្នឹងទម្លាក់ពីគ្រាប់ក្បែរជំរំជុំភាសឹកនិងភូមិសាស្ត្រស្ពានអូជីកនៃព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាបស្ថានភាពនៅថ្ងៃទី15ធ្នូ2025ដែលគិតចាប់ពីម៉ោង4:30នាទីព្រឹករហូតដល់ម៉ោង7:40នាទីនេះគឺពួកយោធាថៃវាបានវាយប្រហារមកលើកម្ពុជាខ្លាំងមែនទែនដែលវាបាញ់ទៅលើភូមិភាគ4រួមមានថ្មដូនប្រាសាទតមន់ជលគិរីតាថាវអំបន់អានសេះគោល8បោះបើជាំតែភូមិខ្មោចប្រាសាទតាកបីប្រាសាទខ្នាអូស្មាច់ជលអង្គញដំណាក់ស្ដាច់ថ្មឆាត់និងប្រាសាទព្រះវិហាររហូតមកដល់ពេលនេះគឺមិនទាន់សុខសាន្តឡើយទេហើយកម្លាំងកងទ័ពរបស់យើងគឺព្យាយាមតាមដានយកទុកដាក់ខ្ពស់បំផុតអ្នកនេះវាទៅគឺវាសាហាវហ្មងខ្ញុំគឺព័ត៌មាននឹងចង់ញ័រសាច់អ្នកនេះគឺវាអត់ស្ដាប់បទជប់បាញ់របស់អន្តរជាតិទេចាអញ្ចឹងប្រជាជនរបស់យើងត្រូវតែប្រុងប្រយ័ត្នឲ្យខ្ពស់ក៏ដូចជាខ្មែរជួយខ្មែរផងដែរ